សួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនមកធ្វើម្ហូបមួយមុខបងប្អូនដែលជាម្ហូបបែបស្រុកស្រែបងប្អូនអញ្ចឹងនៅក្នុងរដូវវស្សានេះពុកម៉ែបងប្អូនបាទទៅតាមទីជនបទគាត់តែងតែបាននៅបាទកង្កែបបងប្អូនអញ្ចឹងខ្ញុំក៏បានធ្វើកង្កែបបោកបងប្អូនអញ្ចឹងវិធីធ្វើកង្កែបបោកខ្ញុំនឹងបង្ហាញបងប្អូនបាទធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យកង្កែបបោករបស់យើងមានរសជាតិឆ្ងាញ់ជាដំបូងគឺយើងយកកង្កែបដែលយើងត្រូវធ្វើបាទមកសម្អាតឲ្យបានស្អាតល្អហើយធ្វើម៉េចកុំឲ្យពោះវាបែកបងប្អូនអញ្ចឹងយើងខ្វះយកតែគ្រឿងក្នុងចេញឲ្យអស់មកបាទទុកអញ្ចឹងខ្ញុំយកកង្កែបមួយចំណែកនឹងសាច់ជ្រូក3ជាន់បន្តិចចិញ្ច្រាំបញ្ចូលគ្នាបងប្អូនអញ្ចឹងយើងចិញ្ច្រាំកង្កែបនិងសាច់ជ្រូកនឹងឲ្យម៉ត់ល្អបងប្អូនអញ្ចឹងយើងក៏ងាកមកបុកគ្រឿងជាមួយនឹងបាទគ្រឿងរបស់យើងដើម្បីក្រឡុកជាមួយនឹងសាច់កង្កែបដែលយើងចិញ្ច្រាំបងប្អូនអញ្ចឹងមានគ្រឿងបាទមានយើងដាក់មានរ៉ូឌីបន្តិចប៊ីចេងបន្តិចបាទនឹងប្រេងខ្យងបន្តិចដើម្បីបាទយើងក្រឡុកជាមួយនឹងសាច់កង្កែបដែលយើងចិញ្ច្រាំបងប្អូនអញ្ចឹងចំនួនកង្កែបដែលខ្ញុំធ្វើនេះបាទតែកន្លះគីឡូទេបងប្អូនអញ្ចឹងកង្កែបកន្លះគីឡូប្រហែលជា6ក្បាលអញ្ចឹងសម្រាប់យើងធ្វើតិចល្មមហើយកង្កែបនេះយើងចិញ្ច្រាំបាទសម្រាប់ញាត់បងប្អូនអញ្ចឹងនៅក្នុងវិធីសាស្ត្រនៃការធ្វើបាទកង្កែបបោកខ្ញុំនឹងបង្ហាញពីវិធីញាត់កង្កែបដើម្បីយកទៅអាំងឬក៏បំពងបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលចង់ធ្វើកង្កែបបោកបែបនេះឬក៏ចង់ចេះធ្វើកង្កែបបោកបែបនេះបងប្អូនអាចមើលវីដេអូនេះដល់ចប់បានបងប្អូនអញ្ចឹងខ្ញុំនឹងបង្ហាញពីវិធីធ្វើឲ្យអស់បាទនេះយើងបន្ទាប់ពីយើងបាទលាយគ្រឿងច្បល់កលុកបញ្ចូលគ្នាឲ្យថ្មីឲ្យចូលជាតិគ្នាហើយយើងបាទងាកមកបាទមើលកង្កែបរបស់យើងវិញបងប្អូនអញ្ចឹងខ្ញុំបាទកាត់ផ្នែកជើងវាអាទូចហ្នឹងចេញបាទបងប្អូនបាទកុំឲ្យយើងនៅពេលដែលយកទៅអាំងទៅវាឬក៏បំពងវាចងាយចងាងបងប្អូនអញ្ចឹងយើងកាត់ផ្នែកត្រឹមកលាក់ជើងចេញបាទយើងទុកតែត្រឹមផ្លូវឡើងលើបាទហើយយើងនឹងញាត់វាទៅស្អាតតែម្ដងបងប្អូនអញ្ចឹងយើងកាត់បែបហ្នឹងបាទអញ្ចឹងសម្រាប់ជើងនេះបងប្អូនអាចយកទៅចិញ្ច្រាំលាយជាមួយបាទគ្រឿងដែលយើងបានធ្វើអំបញ្ញមិញហ្នឹងបាទដើម្បីបង្កើតទៅជាគ្រឿងញាត់ក្នុងពោះវាគឺមានជើងជាមួយនឹងសាច់ជ្រូក3ជាន់អីចឹងទៅបងប្អូនអញ្ចឹងខ្ញុំចាប់ផ្ដើមញាត់ចូលខាងក្នុងពោះវាហើយអញ្ចឹងនេះបាទយើងចាប់ច្រកអញ្ចឹងមកបងប្អូនបាទអញ្ចឹងបាទសម្រាប់គ្រឿងគ្រឹះដែលយើងធ្វើនេះយើងបានលាយជាមួយនឹងបាទរសជាតិបាទជាការស្រេចមកល្មមដែលបងប្អូនបាទចង់ដាក់បងប្អូនចង់ហឹលយើងថែមប្រទេសបាទអញ្ចឹងបាទកង្កែបបោកចាប់ផ្ដើមញាត់បញ្ចូលបាទចាប់ញាត់ចឹងមកបាទហើយកុំភ្លេចបងប្អូនញាត់ឲ្យណែនបាទបើមិនណែនទេវាជ្រុះបាទការធ្វើវិធីនេះបងប្អូនអាចយកទៅចម្អិនតាមចំណូលចិត្តដែលបងប្អូនចង់ញ៉ាំបាទយើងចង់អាំងក៏បានយើងចង់យកទៅបំពងក៏បានបងប្អូនអញ្ចឹងសម្រាប់ខ្ញុំគឺបាទខ្ញុំអាំងអញ្ចឹងបើអាំងបាទគឺយើងយកទៅបាទហាលថ្ងៃមួយសពបងប្អូនក្រោយពីយើងញាត់អីឲ្យស្អាតអប់វាជាមួយនឹងបាទគ្រឿងរួចរាល់ហើយគឺយើងយកទៅហាលថ្ងៃបងប្អូនអញ្ចឹងយើងហាលបាទមកសពទៅ1ម៉ោងអីចឹងទៅបងប្អូន1ម៉ោង2ម៉ោងអីចឹងទៅបាទមុំថាវារៀងសពតិចហើយបាទយើងយកមកអាំងគឺមានរសជាតិឆ្ងាញ់តែម្ដងបងប្អូនអញ្ចឹងកង្កែបនេះគេហៅថាកង្កែបបោកដល់រដូវកាលនេះគឺយើងញ៉ាំស្និទ្ធមែនទែនបងប្អូនដោយសារអីបាទកង្កែបនៅរដូវវស្សានៅដើមឆ្នាំនេះទើបតែធ្លាក់ភ្លៀងបាន1មេ2មេអីចឹងបងប្អូនបាទកង្កែបវាពុំទាន់បាទបានចេញរកស៊ីចំណីអីដែលអាក្រក់ទេអញ្ចឹងសម្រាប់បាទកង្កែបបោកដល់វាអាំងហើយបងប្អូននេះអញ្ចឹងខ្ញុំក៏បានបាទបង្កាត់ភ្លើងចាប់ដើមដាក់អាំងបាទសម្រាប់មួយមុខនេះបងប្អូន
បាទត្រូវពិសេសជាមួយនឹងតិចជាមែនតើបាទដល់ចំណុចនេះបងប្អូនអាចយកទៅទទួលទានជាមួយនឹងបាទភេសជ្ជៈឬក៏បាយក៏បានដែរបងប្អូនចឹងអរគុណពុកម៉ែបងប្អូនដែលបានមើលវីដេអូនេះហើយកុំភ្លេចជួយចុចមេដៃឲ្យម្នាក់មួយផងបងប្អូនអាចចូលចិត្តបាទធ្វើម្ហូបបែបនេះបងប្អូនអាចបាទមើលតាមវីដេអូនេះហើយធ្វើបែបហ្នឹងញ៉ាំបានបងប្អូនអញ្ចឹងសម្រាប់ធ្វើម្ហូបញ៉ាំបងប្អូនតើតែយើងបាទមានចំណាប់អារម្មណ៍នឹងចូលចិត្តធ្វើបែបហ្នឹងទើបអាចធ្វើបានបងប្អូនអរគុណជម្រាបលាបាយបាយ